បាទសួស្តីបងប្អូននេះខ្ញុំមានមុខម្ហូបមួយមុខមានឈ្មោះថាស្ងោរសាច់ថាវនិងការ៉ុតជាមួយនឹងឆ្អឹងជំនីជ្រូកខ្ញុំយើងទស្សនាអ្នកគ្នាជាដំបូងយើងចាក់ខ្លាញ់ចូលឲ្យក្តៅខ្ទះសិនចាក់ចូលហើយបន្ទាប់មកយើងដាក់ខ្ទឹមសដើម្បីបំពងមួយឲ្យក្រៀមឥឡូវនេះថយហ្គាសតិចសិនហើយក៏ដាក់ខ្ទឹមសចូលបន្ទាប់ពីដាក់យើងកូរវាឲ្យក្រៀមបន្តិចហើយបន្ទាប់មកយើងមើលវាល្មមហើយយើងចាប់ដើមចាក់ឆ្អឹងជំនីជ្រូកយើងចូលឥឡូវនេះរៀងក្រៀមអីយើងដាក់ស្អឹងជំនីយើងចូលហើយដាក់ចូលហើយយើងកូរវាឲ្យក្រៀមល្មមកូរវាហើយយើងតកូរឲ្យវាក្រៀមឲ្យវាអស់ជាតិឆ្អាបរបស់វាហ្នឹងហើយបន្ទាប់មកយើងបងគ្រឿងយើងដាក់ស្ករសមកស្ព្រាបាយប៊ីចេងមកស្ព្រាបាយគ្រឿងបងប្អូនដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនដែរដាក់ប៊ីចេងស្កររ៉ូឌីវាចូលជាតិមួយសាច់បងប្អូនបន្ទាប់មកយើងកូរក្រៀមហើយយើងដាក់ទឹកចូលនេះដាក់ទឹកមួយចានគីឡូហើយយើងក្រូបវាចោលទុកឲ្យវាពុះដែរហើយចាំយើងបងបន្លែចូលឥឡូវយើងទុកសិនឥឡូវពុះហើយបាទហ្នឹងហើយតោះមកយើងកូរហើយយើងអាចភ្លក់មើលទៅថាវាល្មមហើយបើសិនវាល្មមហើយយើងអាចបងបន្លែចូលទៅបងចូលហើយកូរហើយយើងទុកមកល្មមដែលបន្លែនឹងវាទន់ល្មមយើងហូបបានអញ្ចឹងយើងក្របរង្វាស់វាតិចទៅពីរំងាស់ហើយ
បានមកនេះខ្ញុំរំលងប្រហែលជា10នាទីខ្ញុំចាប់ដើមមើលថាវាល្មមណាស់ហើយខ្ញុំភ្លុកមើលបើសិនជាខ្វះអីយើងអាចថែមថយតាមហ្នឹងទៅបាទឥឡូវនេះឃើញតាំងស្លយើងឆ្អិនហើយយើងដួសដាក់ឆាសូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះដល់ចប់